សូមគោរពនឹងជម្រាបសួរប្រិយមិត្តដែលកំពុងតាមដានទស្សនាការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាជាទីគោរពនិងជាទីមេត្រីជាបន្តសូមអញ្ជើញទូរទស្សនិកជនតាមដានទស្សនាព័ត៌មានអន្តរជាតិមុននឹងចូលដល់ព័ត៌មានពិស្ដារសូមជូននៅមេតិការព័ត៌មានសំខាន់ជាមុនសិនមជ្ឈរបស់មេដឹកនាំកម្ពុជាអាយ៉ាតូឡាអាលីខាម៉ាណេការឆោឈ្មោះជាបេក្ខជនប្រធានាធិបតីបារាំងដែលអាចកើតមានសម្រាប់លោកស្រីលើប៉ែនក្រោយបរាជ័យ3លើកដៅថែមទៀតពេលខែកក្កដាចូលមកដល់ទូរទស្សនិកជនជាទីគោរពផ្ដើមព័ត៌មានជាដំបូងគេនេះដែរគឺនៅថ្ងៃច័ន្ទនេះប្រទេសអ៊ីរ៉ង់បានចាប់ផ្ដើមដង្ហែមឈូសមេដឹកនាំរបស់ពួកគេដោយឆ្លងកាត់ទីក្រុងតេអ៊ីរ៉ង់សម្រាប់ពិធីបុណ្យសពរបស់អតីតមេដឹកនាំកម្ពុជាអាយ៉ាតូឡាអាលីខាម៉ាណេដែលត្រូវបានស្លាប់ពីការវាយប្រហារតាមអាកាសនៅដើមសង្គ្រាមដែលបង្កឡើងដោយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកងាកទៅចាប់អារម្មណ៍នៅក្នុងប្រទេសបារាំងឯណោះវិញគឺសាលាឧទ្ធរបារាំងនៅថ្ងៃអង្គារនេះអាចរារាំងលោកស្រី Marine Le Pen ពីការធ្វើអ្វីមួយដែលអាចនឹងក្លាយជានិន្នាការទី4និងទំនងជាខ្លាំងបំផុតរបស់លោកស្រីដែរសម្រាប់តំណែងជាប្រធានាធិបតីជាស្ត្រីប្រសិនបើដូច្នោះមែនលោកស្រីពិតជាបានរៀបចំអ្នកជំនួសដែលបានចាប់ផ្ដើមសាកល្បងសមត្ថភាពរបស់លោកស្រីរួចទៅហើយដែរប៉ុន្តែប្រធានគណៈបក Jordan Bardella បញ្ជាក់ថាវាមិនមែនជាច្បាប់ចម្លងរបស់លោកស្រីលើប៉ែននោះទេដែលខិតជិតចូលមកដល់ជាងពេលណាទាំងអស់ក្នុងការកាន់តំណែងក្នុងប្រទេសធំបំផុតរបស់អឺរ៉ុបក្នុងយុទ្ធនាការប្រធានាធិបតីលើកចុងក្រោយនេះរបស់លោកស្រីភាពខុសគ្នាជាក់ស្ដែងបំផុតនិងប្រហែលស្ថិតនៅក្នុងចំណោមអ្វីដែលសំខាន់បំផុតនោះគឺថាលោកស្រី Bardella មិនត្រូវបានគេហៅថាលើប៉ែននោះទេឈ្មោះនោះគឺជាការប្រមាថសម្រាប់អ្នកបោះឆ្នោតបារាំងមួយចំនួនធំជាពិសេសអ្នកឆ្វេងនិយមពីព្រោះលោកស្រីលើប៉ែនបានទទួលមរតកវានិងគណៈបកដែលគាត់បានបង្កើតឡើងនៅក្នុងឆ្នាំ1972ពីឪពុករបស់គាត់គឺលោក Jean-Marie Le Penគូប្រជែងរបស់គាត់គឺមានទំនោរស្អប់អ្នកនយោបាយស្ដាំនិយមរបស់គាត់ដែរនិងមានកំហឹងបំពានច្បាប់ជាច្រើនទៀតរួមទាំងការបដិសេធលើបញ្ហា Holocaust បេតិកភណ្ឌនោះគឺជាភាពងាយរងគ្រោះយូរអង្វែងសម្រាប់កូនស្រីរបស់លោកលើប៉ែនដោយអ្នករិះគន់និងអ្នកប្រវត្តិសាស្ត្រមិនដែលអនុញ្ញាតឲ្យអ្នកស្រីភ្លេចទំនាក់ទំនងរបស់ឪពុកលោកស្រីដែលបានបែកបាក់ជាមួយនឹងមនុស្សជាច្រើនដែលបានសហការជាមួយនឹងពួកណាស៊ីកាន់កាប់ប្រទេសបារាំងក្នុងសង្គ្រាមលោកលើកទី2និងការផ្ដន់ទោសចំពោះការនិយាយពាក្យស្អប់ខ្ពើមរបស់គាត់ឡើយសូមបន្តនៅព័ត៌មានអន្តរជាតិជាបន្តទៅទៀតនេះដែរគឺប្រជាជនប៉ាឡេស្ទីននៅក្នុងជំរំភៀសខ្លួនមូសាវីនៅភូមិខាងត្បូងតំបន់កាហ្សាដែលជ្រកកោននៅក្នុងសម្ពុតតង់ចាស់របស់ពួកគេបានធ្វើឲ្យស្ថានភាពរបស់ពួកគេនិងកូនរបស់ពួកគេនៅការការពារតិចតួចបំផុតពីពន្លឺព្រះអាទិត្យដ៏ក្តៅគគុកនៅក្នុងប្រទេសអ៊ុយក្រែនឯណោះវិញគឺអាជ្ញាធរបាននិយាយថារុស្ស៊ីបានបាញ់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រាប់តម្រង់គោលដៅទីក្រុងគៀវពេញមួយយប់រហូតមកដល់ថ្ងៃច័ន្ទនេះដោយបានសម្លាប់មនុស្សបន្ថែម7នាក់ទៀតប៉ុន្មានម៉ោងក្រោយបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនបានប្រមានថាការវាយប្រហារទ្រង់ទ្រាយធំមួយទៀតអាចនឹងកើតមានឡើងដែរបែកនៃអាគារនោះអ្នកស្រុកដែលមានឈ្មោះថា Titina Lebedieva បាននិយាយថាការវាយប្រហារនៅថ្ងៃច័ន្ទបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហាររួមគ្នាព័ត៌មានអន្តរជាតិចុងក្រោយគេនេះដែរគឺប្រឡោមលោកឆ្នាំ1926របស់ Ernest Hemingway ដែលមានចំណងជើងថា The Sun of Sorrow បានតាក់ទាញអ្នកអានពីមួយចំនួនទៅមួយចំនួនជាមួយនឹងរឿងរ៉ាវជាច្រើននៃយុគសម័យសាស្ត្រអំពីជនបរទេសអាមេរិកនិងអង់គ្លេសដែលកំពុងព្យាយាមបំពេញចន្លោះប្រហោងចំពោះការធ្វើដំណើរដ៏កម្រនិងអសកម្មភេសជ្ជៈមានជាតិអាល់កុលច្រើននិងការដេញតាមស្នេហាមិនអាចទៅរួចគឺជាឈុតឆាកខ្លះនៅក្នុងសាច់រឿងនោះជនជាតិអាមេរិកគឺជាអ្នករត់ពន្ធគោបរទេសដ៏ធំបំផុត
ផលប៉ះពាល់របស់ Hemingway ក្នុងការបំផុសគំនិតឲ្យធ្វើដំណើរទៅកាន់អឺរ៉ុបបានទស្សនាពិធីបុណ្យដោយផ្ទាល់ដែរជនជាតិអាមេរិកនៅតែជាក្រុមជនបរទេសឈានមុខគេដែលរត់ពន្ធនៅឯពិធីបុណ្យ San Fermin នៅឆ្នាំ2022គឺមាន 16% នៃអ្នករត់ពន្ធគោជាជនជាតិអាមេរិកដែលធ្វើឲ្យពួកគេក្លាយទៅជាក្រុមធំបំផុតបន្ទាប់ពីជនជាតិអេស្ប៉ាញនេះបើយោងតាមសាលាក្រុង Pamplona វាមិនអាចទៅរួចទេនៅក្នុងការបញ្ជៀសរវាង Hemingway នៅ Pamplona Hemingway ដែលបានឆ្លាក់ចូលទៅក្នុងទេសភាពនៃ Pamplona នោះសន្តាគារនិងក្លឹបកម្សាន្តមានរូបចម្លាក់របស់គាត់ឬសញ្ញាដែលបង្ហាញថាគាត់ធ្លាប់នៅទីនោះដែរចំណែកនៅខាងក្រៅសង្វៀនគោជល Pamplona វិញក៏មានរូបសម្លាក់របស់អ្នកនិពន្ធផងដែរ reading about sports and about adventure and so Hemingwayទូរទស្សនិកជនជាទីគោរពព័ត៌មានអន្តរជាតិដែលទូរទស្សនិកជនបានតាមដានទស្សនានៅពេលនេះចប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការចំណាយពេលនៅក្នុងការតាមដានទស្សនារបស់អស់លោកអ្នកនៅពេលនេះដែលខ្ញុំបាទរួមជាមួយនឹងក្រុមការងារសូមអរគុណសូមគោរពលា